បាទសួស្តីសូមស្វាគមន៍មកកាន់ Learn Excel ខ្មែរអញ្ចឹងនៅក្នុងវីដេមេរៀនទី29យើងនេះយើងធ្វើការសិក្សាអំពីការបង្កើតតាក់ទងនឹង Google Form បូកនឹង Google Sheet ហើយយើងប្រមូល data ដោយស្វ័យប្រវត្តិដូចម្ដេចអញ្ចឹងនៅក្នុងមេរៀននេះយើងធ្វើការបង្ហាញតាក់ទងពីការចាប់ផ្ដើមដោយបង្កើតតាក់ទងនឹង Google Form auto link ទៅជា Google Sheet ហើយយើងក៏អាចទាញទិន្នន័យឬក៏តារាងសង្ខេបតាក់ទងនឹងរបស់យើងបានអូខេអញ្ចឹងនៅក្នុងនេះបងប្អូនឃើញនៅក្នុងផ្ទាំងរបស់យើងតាក់ទង Google Sheet ហើយការបង្កើតតាក់ទងនឹង link ដើម្បីបង្កើត Google Sheet បងប្អូនធ្វើដូចម្ដេចអូខេអញ្ចឹងបងប្អូនបើក ribbon របស់យើងនេះបងប្អូនឃើញតាក់ទងនឹង tool អញ្ចឹងបងប្អូន select ទៅលើ tool មកបងប្អូនឃើញពាក្យថា create a new form អញ្ចឹងបងប្អូន select យកកន្លែងនេះមកចឹងបងប្អូនរងចាំតិចមកអញ្ចឹងtitle របស់យើងតាក់ទងនឹងមេរៀនទី29 Google Form បូកនឹង Google Sheet អូខេអញ្ចឹងកន្លែងនេះបងប្អូនអាចទៅសេការណែនាំអីមួយចំនួនបានឧទាហរណ៍ថាសូមបំពេញឲ្យបានត្រឹមត្រូវអញ្ចឹងនៅក្នុងព័ត៌មានក្នុងនេះបងប្អូនអាចឲ្យបងឲ្យអ្នកបំពេញគាត់គ្រាន់តែឃើញមកគាត់បំពេញឲ្យត្រឹមត្រូវអញ្ចឹងបន្ទាប់មកយើងធ្វើការតាក់ទងបង្កើតសំណួរទី1អញ្ចឹងសំណួរទី1បងប្អូនអាចសរសេរមកសំណួរទី1ឧទាហរណ៍ថាឈ្មោះចុះឈ្មោះអញ្ចឹងឈ្មោះកន្លែងនេះបងប្អូនអាចយកត្រឹមតែ short answer បានហើយដោយសារក្នុងនេះយើងមានជា paragraph ជា multiple choice ជា checkbox ឬក៏ drop down អញ្ចឹងបើសិនជាបងប្អូនមានជាលក្ខណៈជា drop down ឬក៏ការងារប្រការជា drop down បងប្អូនអាចយកជា drop down បើសិនជាយកជា checkbox អាចយកជា checkbox ហើយបើសិនជាជម្រើសណាមួយដែលយកជា multiple choice បងប្អូនអាច select យកតែបើយើងឲ្យគាត់សរសេរតាក់ទងឈ្មោះយើងយកជាអូខេហើយបន្ទាប់មកកន្លែងនេះចាំបាច់អត់បើសិនជាគាត់ត្រូវការបំពេញក្បានអត់ក្បានអញ្ចឹងបងប្អូនអត់ចាំបាច់ដាក់ require នេះទេបើសិនជាបងប្អូនចាំបាច់កន្លែងព័ត៌មានសំខាន់អញ្ចឹងបងប្អូនអាចដាក់បើកន្លែងមក require អញ្ចឹងមានន័យថាព័ត៌មានកន្លែងគឺជាកាយអញ្ចឹងចាំបាច់ត្រូវតែមានអូខេបន្ទាប់មកបងប្អូនអាចបង្កើតតាក់ទងនឹងquestion មួយទៀតមកបងប្អូនអាចចុចសញ្ញាបូកនេះ add question បងប្អូនអាចដាក់តាក់ទងនឹងជា page មកអញ្ចឹងកន្លែងនេះបងប្អូនអាចយកតាក់ទងនឹងអាចជា multiple choice ឥឡូវខ្ញុំសាកឧទាហរណ៍ជា multiple choice នេះបងប្អូនអាចដាក់មកប្រុសហើយខាងក្រោមស្រីអញ្ចឹងកន្លែងនេះក៏ព័ត៌មានថាសំខាន់ដែរបើសំខាន់បងប្អូនអាចបើកតាក់ទង requirement អូខេអញ្ចឹងបន្ទាប់ពីមកសំណួរទី2របស់យើងសំណួរទី2តាក់ទងនឹងអាយុអានេះយើងគ្រាន់តែជាការឧទាហរណ៍បើសិនជាបងប្អូនធ្វើការងារអាចថាធ្វើតម្រូវទៅតាមបងប្អូនអញ្ចឹងអាយុជាបាយអាយុហើយបងប្អូនត្រូវការអាចដាក់ថាលេខទូរស័ព្ទអូខេលេខទូរស័ព្ទគឺកន្លែងនេះក៏ជា multiple choice ដែរជា short answer ដែរហើយតមកព័ត៌មានកន្លែងនេះសំខាន់អត់អញ្ចឹងកាលណាដែលយើងដាក់ require កន្លែងនេះបងប្អូនឃើញថាផ្កាយនេះមានន័យថាព័ត៌មានសំខាន់ត្រូវការបំពេញទាំងអស់ហើយតមកយើង add បន្តទៀតអានេះយើងឧទាហរណ៍សិនតមកបងប្អូនអាចថា add តាក់ទងនឹង status ស្ថានភាពចឹងស្ថានភាពនេះយើងយកជាមុននោះយើងយកតាក់ទង multiple choice អញ្ចឹងកន្លែងនេះយើងអាចយកជា drop down អញ្ចឹងបើ drop down ដូចនេះ drop down អាចថានៅលាវរៀបការហើយកន្លែងនេះថាពោះម៉ាយហើយចុងក្រោយគឺអេម៉ាយ
ok មេម៉ាយគឺជាស្ត្រីដល់ពេលពូម៉ាយជាប្រុសអញ្ចឹងព័ត៌មានកន្លែងក៏សំខាន់ដែរអញ្ចឹងយើងដាក់ជាព័ត៌មានសំខាន់ទាំងអស់អូខេតបមកយើង add question មួយទៀតមកបើសិនយើងនៅមានអញ្ចឹងយើងឧទាហរណ៍សំទោសអញ្ចឹងយើងឧបមាថាយើងត្រូវមានបន្តទៀតអញ្ចឹងយើង add តទៀតមកអញ្ចឹងកន្លែងនេះដាក់ផ្សេងអញ្ចឹងផ្សេងរបស់យើងគឺកន្លែងនេះយើងឈប់យកទៅនឹង check box ឬអីហើយយើងឲ្យគាត់ជាលក្ខណៈជា paragraph មកឬក៏ short answer ក៏បានដែរអញ្ចឹងបើយើងយកជាលក្ខណៈជា paragraph យើងដាក់មកបើសិនជាឲ្យគាត់សរសេរវែង online តែបើសិនជាអត់ត្រូវការឲ្យគាត់សរសេរវែងទេយើងសរសេរយក short answer អូខេអញ្ចឹងព័ត៌មានកន្លែងនេះសំខាន់អត់សំខាន់ទេបើយើងអត់ចាំបាច់ដាក់ require នេះទេបើសិនជាកន្លែងនេះសរសេរក៏បានអត់ក៏បានអូខេបន្តទៀតមកបើយើងត្រូវការទៀតយើងតទៅនឹងcheck box ណាមួយចុះដាក់ថាឥឡូវខ្ញុំឧទាហរណ៍សិនដាក់ពាក្យចូលធ្វើការចុះអញ្ចឹងកន្លែងនេះយើងយកឲ្យមានជាច្រើនជម្រើសតិចឲ្យបងប្អូនអញ្ចឹងបងប្អូនអាចយកជា check box អញ្ចឹង check box របស់យើងដាក់ថាមិនទាន់បានដាក់ចំណែកខាងនេះគឺផ្ទុយបានដាក់អូខេអញ្ចឹងយើងអស់ហើយកន្លែងនេះយើងឬក៏ផ្សេងមួយទៀតអញ្ចឹងកន្លែងនេះមានន័យថាដាក់ក៏មិនដាក់បានដាក់ក៏មិនបាននេះគឺបើសិនជាគាត់ tick មាន tick ទៅលើផ្សេងអាចថាជាមូលហេតុផ្សេងទៅអញ្ចឹងកន្លែងនេះអាចថាជា requirement ក៏បានឬក៏អត់ចាំបាច់ដាក់ក៏បានអញ្ចឹងយើងដាក់សិនចុះអូខេបន្ទាប់មកយើងធ្វើមួយទៀតនេះបងប្អូនឃើញពណ៌ខៀវខាងលើនេះវាថា public អញ្ចឹងបងប្អូនអាច click ទៅលើ public នេះមកហើយយកពាក្យថា publish អញ្ចឹងបងប្អូនអាច copy link ឲ្យទៅអ្នកណាម្នាក់គាត់បានហើយអញ្ចឹងបងប្អូនអាចចូលឃើញ copy អាចចូលទៅបានហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំដឹកទៅនឹង tab ថ្មីហើយខ្ញុំនេះវិញនេះអញ្ចឹងដល់ពេលដែលបងប្អូន share link ឲ្យគេគឺបងប្អូនគេនឹងឃើញមកជាទម្រង់បែបនេះអញ្ចឹងយើងធ្វើការកែប្រែមកចំនួនសិនទីមួយបងប្អូនឃើញពាក្យថា setting បងប្អូន make a quiz កន្លែងនេះអត់ចាំបាច់នេះទេ response អញ្ចឹងតាក់ទង email របស់គាត់តើបងប្អូនត្រូវការដាក់អត់កន្លែងបើសិនជាត្រូវការដាក់ដល់ពេលដែលគេចូលមកគឺត្រូវការសរសេរ email ចូលទៀតអញ្ចឹងវាច្រើនតង់អញ្ចឹងកន្លែងនេះ suggest ឲ្យបងប្អូនមិនចាំឲ្យគាត់បំពេញ email ទេកាលណាតែទីមួយគាត់ចូលជាមួយ email របស់យើងស្រាប់ហើយបន្ទាប់ពីចូលមកយើងបំពេញ Gmail ម្ដងទៀតនៅក្នុង Google Form របស់យើងអញ្ចឹងកន្លែងនេះវានឹងឃើញថា Google require email អញ្ចឹងដល់ពេលវា link ទៅ Google Form អញ្ចឹងសំទោសវា link ទៅតាក់ទងនឹង Google Sheet វានឹងឃើញមាន email មួយដែរអញ្ចឹងបើបងប្អូនត្រូវការបងប្អូនអាចដាក់ថា collect មក verify ឬក៏ response input ទៅអញ្ចឹងបើសិនកន្លែងបងប្អូនអត់ត្រូវការទេគឺបងប្អូនគ្រាន់តែ do not collect អត់ចាំបាច់ធ្វើទេអូខេអញ្ចឹងកន្លែងនេះគឺយើងបញ្ចប់កន្លែងនេះតាក់ទងនឹង response កាលណាដែលមានបងប្អូនឬក៏សមាជិកដែលគាត់ចូលក្នុង link នេះអញ្ចឹងកាលណាពេលដែលចូលបំពេញហើយអញ្ចឹងពេលណាដែល response គាត់បានបំពេញឬក៏ submit ជានៅក្នុង Google Form នេះមកអញ្ចឹងចំនួនកន្លែងវានឹងធ្វើឲ្យបង្ហាញឲ្យមានប្រមាណអ្នកទៅអូខេអញ្ចឹងព័ត៌មានរបស់យើងឥឡូវយើងសាកធ្វើការបំពេញអញ្ចឹងយើងសាកតេស្តទៅនឹងនេះអញ្ចឹងយើងបំពេញឈ្មោះ learn excel ខ្មែរ page អញ្ចឹង page pro អាយុពិត35អញ្ចឹងលេខទូរស័ព្ទខ្ញុំដាក់ជាឧទាហរណ៍ស្ថានភាពយើងអាចជ្រើសយ៉ាងជាក់ស្ដែងឬក៏ដាក់ថានលាឬក៏រៀបការរួចអញ្ចឹងដាក់នលាផ្សេងបងប្អូនអត់សរសេរក៏បានអញ្ចឹងកន្លែងនេះយើងអត់ចាំបាច់សរសេរទេបើសិនជាអត់ require បងប្អូនត្រូវការសរសេរក៏សរសេរទៅដាក់ពាក្យចូលធ្វើការនៅបានដាក់រួចហើយអញ្ចឹង tick មកអញ្ចឹងកន្លែងនេះបន្ទាប់ពី submit
ចឹងបន្ទាប់ពី submit ហើយបងប្អូនក៏អាចចូលទៅធ្វើការធ្វើវាម្ដងទៀតបានដែរបើសិនជាករណីបងប្អូនត្រូវការបំពេញច្រើនបងប្អូនចូលពាក្យថា submit and response ចុចលើនេះមកវានឹងចូលឲ្យទម្រង់ trial ម្ដងទៀត submit ម្ដងទៀតមកឥឡូវយើងមើលតាក់ទងនេះហ្មងអញ្ចឹងយើងបានមួយ one response អញ្ចឹងភ័យប្រុសនេះជាលក្ខណៈជា summary ឲ្យយើងមួយជាលក្ខណៈ pie តាក់ទងនឹងការចូលបំពេញពាក្យវាចេញឲ្យជាលទ្ធផលមួយចំនួនអូខេអញ្ចឹងបន្ទាប់មកយើងមើលទៅលើ Google Form របស់យើងតោះមកយើងមើលទៅលើ Google Form របស់យើងតើវា link មិននេះបងប្អូនឃើញថា Google Form នេះGoogle Form timestamp នេះពេលវេលាដែល response គាត់បានចូលទៅបំពេញនេះម៉ោងថ្ងៃទី5សំទោសថ្ងៃទី25ខែ5ម៉ោងអញ្ចឹងម៉ោងគឺ 15.11 អានេះម៉ោងអាចជាម៉ោងខុសឬម៉ោងណាមួយអញ្ចឹងបច្ចុប្បន្នឥឡូវនេះខ្ញុំកំពុងតែថតម៉ោង 10:12 នាទី PM អញ្ចឹងម៉ោងនេះអាចជាម៉ោងគិតទៅលើពេលវេលាណាមួយឯងអញ្ចឹងខ្ញុំមើលទៅលើបន្ទាប់គឺតាក់ទងឈ្មោះប្រុសអាយុនេះជាទម្រង់ដែរនេះចុះដល់ពេលដែលរាល់ការ response ឬក៏អ្នកបំពេញគាត់នេះមកវានឹង insert បន្តរហូតអញ្ចឹងគឺយើងអាចធ្វើជាតារាងសង្ខេបដោយយកពីទិន្នន័យតារាងមួយនេះបានដោយយើងអត់ចាំបាច់ធ្វើអីទេបើសិនជាគាត់បំពេញទិន្នន័យមកវាអត់មានការខុសអញ្ចឹងបងប្អូនគ្រាន់តែប្រើរូបមន្តឬក៏ប្រើ VLOOKUP ប្រើ count តាក់ទងអីមួយបងប្អូនអាចធ្វើទាញចេញពីរូបនេះទាញចេញពីតារាងនេះបានអញ្ចឹងមកគណៈករណីដែលបងប្អូនមានមិនយល់ឬក៏មានចម្ងល់បងប្អូនអាច comment សួរនៅក្នុង channel របស់យើងបានអញ្ចឹងយើងនឹងធ្វើការឆ្លើយតបនឹងដោយបើសិនជាចាំបាច់ទៅធ្វើជាវីដេអូយើងនឹងធ្វើវីដេអូជូនបងប្អូនចាំបើករណីអាចថាឆ្លើយជាសំណួរដែលអាចឆ្លើយបានអញ្ចឹងយើងធ្វើការឆ្លើយសិនបើសិនជាបងប្អូនត្រូវការឲ្យធ្វើជាវីដេអូយើងធ្វើការឆ្លើយវីដេអូអូខេអញ្ចឹងនៅក្នុងវីដេអូមេរៀនទី29ថ្ងៃនេះយើងចប់តែប៉ុណ្ណេះហើយជួបគ្នាសម្រាប់មេរៀនបន្ទាប់សូមអរគុណ